ព្រះគម្ពីរសុភាសិតចំពុកទី7កូនអើយចូលរក្សាអស់ទាំងពាក្យរបស់អញហើយប្រមូលអស់ទាំងបណ្ដាំអញទុកនៅនឹងឯងចោះត្រូវឲ្យរក្សាបណ្ដាំអញទាំងប៉ុន្មានដើម្បីឲ្យបានរស់នៅព្រមទាំងអវាទអញដូចជារក្សាប្រុសស្រីភ្នែកឯងដែរចូលចងភ្ជាប់នៅម្រាមដៃហើយកំណត់ទុកនៅក្នុងដួងចិត្តឯងផងចូលនិយាយដល់ប្រាជ្ញាថាឯងជាបងស្រីរបស់អញហើយត្រូវហៅយោបល់ថាជាសម្លាញ់ឯងដើម្បីឲ្យសេចក្តីទាំងពីរនោះបានរក្សាឯងឲ្យរួចពីស្ត្រីដទៃគឺពីស្ត្រីក្រៅដែលនិយាយប្រឡោមដោយពាក្យផ្អែមល្ហែមត្បិតអញបានមើលពីបង្អួចហើយតាមតារាងផ្ទះអញទៅក៏ពិចារណាក្នុងពួកមនុស្សឆៅល្ងង់ឃើញក្នុងពួកកំឡោះមានម្នាក់ដែលឥតយោបល់កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះក៏តម្រង់ទៅឯផ្ទះនាងគឺនៅពេលព្រលប់កាលពន្លឺនៅព្រិលនៅឡើយឬនៅពេលពាក់កណ្ដាលអាធ្រាត្រកាលងងឹតសូន្យទៅហើយនោះឃើញមានស្ត្រីម្នាក់មកជួបនឹងវានាងនោះតែងខ្លួនប្រៀបជាស្រីសំផឹងហើយមានចិត្តចេះឧបាយនាងធ្វើសំឡេងឡូហើយក៏មានក្បាលរឹងជាអ្នកដែលនៅក្នុងផ្ទះមិនជាប់ជួនកាលនាងនៅឯផ្ទះជួនកាលនៅទីផ្សារហើយក៏លបចាំនៅគ្រប់ទាំងជ្រុងផ្លូវផងគឺយ៉ាងនោះដែលនាងចាប់ហើយថើបវាក៏និយាយនឹងវាដោយមុខក្រាស់ថានៅថ្ងៃនេះខ្ញុំបានត្រូវថ្វាយយ៉ាញ់បូជាដង្វាយមេត្រីក៏បានលាបំណន់នោះស្រេចហើយហេតុនោះបានជាខ្ញុំចេញមកទទួលអ្នកដើម្បីខំរកឲ្យឃើញមុខអ្នកក៏បានឃើញហើយខ្ញុំបានក្រាលកម្រាលប៉ាក់នៅលើគ្រែខ្ញុំព្រមទាំងសម្ពុតពណ៌ធ្វើពីអំបោះស្រុកអេស៊ីផងខ្ញុំបានប្រោះដំណេកដោយគ្រឿងក្រអូបគឺដោយជ័រល្វីងទេសគ្រីស្នានិងសម្បុរល្វែងចូលមកហើយនឹងបានឆ្អែតចិត្តដោយសេចក្តីស្នេហាដ៏រ៉ាបដល់ភ្លឺចូលយើងមានចិត្តត្រេកត្រអាលក្នុងសេចក្តីស្រឡាញ់ចោះត្បិតប្តីខ្ញុំមិននៅផ្ទះទេគេបានធ្វើដំណើរទៅឆ្ងាយហើយក៏យកថង់ប្រាក់ជាប់នឹងខ្លួនទៅដែរដល់ពេញបោទើបត្រឡប់មកវិញគឺដោយពាក្យផ្អែមល្ហែមជាច្រើននាងបានបបួលឲ្យវាព្រមតាមហើយដោយពាក្យបញ្ចើនៃបបោមាត់នាងក៏បង្ខំឲ្យវាទៅផងយ៉ាងនោះវាក៏តាមជាមួយរំពេចប្រៀបដូចជាគោដែលទៅឯទីសម្លាប់ឬដូចជាមនុស្សជាប់ចំណងដែលនាំទៅឯទីវាផ្ចាលមនុស្សចំគួតទាល់តែមានព្រួញទម្លុះថ្លើមខ្លួនឬដោយសត្វស្លាប់ហើរតម្រង់ទៅជាប់លុបឥតដឹងថានឹងចាប់យកជីវិតខ្លួនទេដូច្នេះកូនទាំងឡាយអើយជួយស្ដាប់អញឥឡូវហើយផ្ចង់ចិត្តចំពោះពាក្យដែលចេញពីមាត់អញចោះកុំឲ្យចិត្តឯងងាកទៅតាមផ្លូវរបស់ស្រីយ៉ាងនោះឡើយក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរត្បិតវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវរបួសដួលពួកអ្នកដែលវាបានសម្លាប់នោះមានសន្ធឹកណាស់ផ្ទះរបស់វាគឺជាផ្លូវនាំចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់គឺនាំចុះទៅដល់លំនៅរបស់សេចក្តីស្លាប់